អូខេ well ត្រឡប់ជួបគ្នាសាជាថ្មីជាមួយនឹង channel ធាសាសម្រាប់អ្នកម្ដងទៀតថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដែលចង់ចែករំលែកទៅដល់អ្នកនរគ្នាហ្នឹងហើយខ្ញុំនឹងធ្វើការបង្កើត EPS សម្រាប់ពេលយើងដូរការងារឬមួយក៏មើលប្រាក់អំណាចឆ្នាំគឺយើងអាចមើលតាមនឹងបានហើយជាក់ស្ដែងឥឡូវគឺវាកំពុងតែពិបាកដែរមួយចំនួនគឺយើងត្រូវតាមដានមែនទែនជាមួយនឹងការបង្កើត EPS របស់យើងត្រូវតែមានគ្រប់ដៃតែម្ដងជាពិសេសសម្រាប់បងប្អូនយើងដូរការងារឬក៏តសុពលភាពមួយឆ្នាំ10ខែអញ្ចឹងទៅអញ្ចឹងនេះគឺជាកម្មវិធីហ្នឹងក៏យើង Quanry អញ្ចឹងគាត់តែយើងចូលទៅក្នុង App Store ឬក៏ Play Store យើងអាច download បានប៉ុន្តែនេះដោយសារតែខ្ញុំ download រួចហើយយើងអាចចូលទៅ Play Store ឬក៏ App Store របស់អ្នកនរគ្នាបានបន្តទៀតយើងធ្វើការ search មកហើយយើងបាច់ចាំវែងឆ្ងាយគ្រាន់តែ save ពាក្យថា EPS អញ្ចឹងមកអូខេបន្ទាប់ពី EPS ទៅប៉ុណ្ណឹងយើងធ្វើការ search មកអូខេបន្ទាប់ពី search EPS មកគឺវានៅលើគេហ្នឹងតែម្ដងអញ្ចឹងខ្ញុំធ្វើការ install រួចហើយបន្ទាប់ពី install មកយើងធ្វើការបើកមកប៉ុន្តែតម្រូវការក្នុងការបង្កើតគឺយើងត្រូវការ ID card លេខ passport របស់អ្នកនរគ្នាហើយនឹង Gmail មួយទៀតគឺមានដាច់ខាត Gmail គឺយើងត្រូវតែមានអញ្ចឹងយើងធ្វើការបើកយកតែម្ដងមកបន្ទាប់ពីបើកមកវាមានលក្ខណៈទ្រង់ទ្រាយជាបែបហ្នឹងហើយយើងធ្វើការខ្វែងចោលមកបន្តទៀតយើងយកប្រទេសខ្មែររបស់យើង Cambodia ហើយវាចេញអញ្ចឹងបន្តមកទៀតអ្នកនរគ្នាក៏លេខខាងស្ដាំ tray 3ជាងខាងលើហ្នឹងយើងចុចលើវាមកបន្លោះនេះគឺយកពាក្យថា login យកហ្នឹងមកចេញបែបនេះហើយអានេះខ្ញុំបញ្ជាក់អ្នកនរគ្នាសម្រាប់ដែលយើងបង្កើតថ្មីដោយយើងអត់ធ្លាប់បង្កើតពីមុនមកណាអញ្ចឹងបន្តមកទៀតយើងធ្វើការយកការចុះឈ្មោះជាសមាជិកមកចុចលើហ្នឹងហើយបន្លោះនេះយើងយកពាក្យថាពលករបរទេសខាងក្រោមហើយបន្លោះនេះយើងធ្វើការ tick ទាំងអស់មកអ្នកនរគ្នាបន្ទាប់ពី tick អញ្ចឹងយើងធ្វើការយល់ pro មកហើយបន្លោះនេះជាក់ស្ដែងគឺយើងដាក់ ID របស់យើងឈ្មោះរបស់យើងអាចថែមតកូលហើយនឹងឈ្មោះរបស់យើងហើយយើងថែមលេខពី3លេខអញ្ចឹងទៅបានដូចគ្នាអញ្ចឹងយើងវាយបញ្ចូលមកបន្លោះហ្នឹងគឺ ID សម្រាប់ login អ្នកនរគ្នាត្រូវចាំដាច់ខាតបន្ទាប់ពីយើងវាយឈ្មោះហើយយើងអាចដាក់អក្សរឬក៏លេខពីខ្ទុយបានអញ្ចឹងមកហើយបន្លោះនេះគឺពាក្យសម្ងាត់ជាដាច់ខាតគឺយើងត្រូវចាំលេខសម្ងាត់ហ្នឹងគឺយើងដាក់ឲ្យចាំខ្លួនឯងមកអញ្ចឹងខ្ញុំសូមវាយបញ្ចូលសិនលេខសម្ងាត់ហ្នឹងគឺវាឲ្យខាងលើវាយខាងលើខាងក្រោមមានអក្សរធំពីមុខហើយនឹងមានលេខហើយនឹងសញ្ញាអញ្ចឹងទៅតោះទៀតយើងអូសមកក្រោមបន្លោះនេះយើងជ្រើសរើសយកពាក្យមួយយកអាណាក៏បានដែរយើងយកទី2ហ្នឹងមកហើយបន្លោះនេះកន្លែងចម្លើយឡើងលេខសម្ងាត់ហ្នឹងយើងដាក់មកដាក់ជាលេខមកដាក់67ក៏បាន87ក៏បានអីក៏បានដែរអ្នកនរគ្នាអត់សូវជាសំខាន់ប្រហែលទេបន្លោះហ្នឹងតោះទៀតយើងអូសមកក្រោមហើយបន្លោះនេះគឺឈ្មោះមកតង់ទៀតអាឈ្មោះនេះគឺយើងដាក់តាមឈ្មោះ ID card គឺយើងត្រូវដក clear ដូចគ្នាយើងវាយបញ្ចូលមកអូខេបន្ទាប់ពីយើងវាយបញ្ចូលហើយបន្លោះនេះគឺយើងត្រូវដាច់ខាតគឺយើងត្រូវតែមាន Gmail អញ្ចឹងយើងត្រូវដាក់ Gmail ចូលបន្លោះហ្នឹងបើសិនជាយើងអត់មាន Gmail ក៏ពិបាកនឹងឆ្លងផុតដែរអ្នកនរគ្នាបន្ទាប់ពីវាយចូលហើយយើងមើលកតុយអញ្ចឹងពីកតុយវាយើងជ្រើសយកខាងក្រោមហ្នឹងមកបើសិនជាយើងប្រភេទ Gmail យក Gmail បើសិនជាអ្នកទាំងអស់គ្នាប្រភេទ Yahoo យក Yahoo Naver យក Naver ប៉ុន្តែខ្ញុំជាប្រភេទ Gmail ចឹងខ្ញុំយក Gmail តោះទៀតវានឹង load ឲ្យ auto នៅខាងក្រោមហ្នឹងខាងក្រោយហ្នឹងហើយបន្លោះនេះដាច់ខាតអ្នកទាំងអស់គ្នាត្រូវដាក់លេខទូរស័ព្ទរបស់អ្នកទាំងអស់គ្នាដែរនៅរស់នៅក្នុងប្រទេសកូរ៉េណាបន្ទាប់ពីដាក់លេខទូរស័ព្ទរួចយើងចុចឈ្មោះជាសមាជិកមកចុចវាមកអញ្ចឹងអានេះហើយមួយសារហើយយើងចុចយល់ Pro មកអូខេចេញអញ្ចឹងបន្តមកទៀតយើងយក login មកហើយយើងដាក់ ID ដែលយើងមានបង្កើតខាងលើគឺវាមានឈ្មោះហើយនឹងលាយអក្សរពីក្រោយអ្នកទាំងអស់គ្នាអញ្ចឹងយើងវាយបញ្ចូលមកអូខេបន្ទាប់ពីយើងវាយរួចយើងចុច login ហើយបន្លោះនេះគឺសំខាន់មែនតើគឺយើងត្រូវចូលទៅបំពេញមកតង់ទៀតដែលទាមទារជាមួយនឹងលេខ passport របស់យើងឬក៏ជាមួយនឹងថ្ងៃខែកណាត់របស់យើងតោះមកយើងចុចការបញ្ជាក់ពីភាពត្រឹមត្រូវចុចមកហើយបន្លោះនេះអ្នកនរគ្នាអាចឃើញនេះគេដាក់ថា Wekokin គឺរកប៉ុនណូអញ្ចឹងបានន័យថាលេខ ID card របស់យើងអាកន្លងទី1ហើយអាទី2យកប៉ុនណូលេខ passport របស់យើងអញ្ចឹងយើងវាយបញ្ចូលមកអូខេហើយខ្ញុំបានវាយរួចហើយអាលើគឺលេខ ID card អាក្រោមគឺលេខ passport ប៉ុន្តែបន្លោះនេះខ្ញុំអត់ឲ្យអ្នកនរគ្នាឃើញទេព្រោះជាព័ត៌មានឯកជនរបស់យើងទាំងអស់គ្នាអញ្ចឹងណាបន្តទៀតយើងធ្វើការអូសទៅក្រោមមកនេះបន្ទាប់ពីអូសមកក្រោមហើយអ្នកនរគ្នាអាចធ្វើការដាក់ tick ឡោះនេះមួយបន្ទាប់ពីយើងធ្វើការចុច tick ហើយយើងចុចពាក្យថា Injing Haki ចុចអាហ្នឹងមកបន្លោះនេះយើងចុចពាក្យថាយល់ព្រមហើយយើងវាយ ID card យើងចូលម្ដងទៀតដែលយើងបង្កើត ID ពីដំបូងមានឈ្មោះរបស់យើងអត់ដក clear ហើយនឹងអក្សរហើយនឹង password ដែលយើងកំណត់មានអក្សរធំលេខហើយនឹងសញ្ញាពីកតុយអញ្ចឹងណាអញ្ចឹងយើងវាយបញ្ចូលមកអូខេបន្ទាប់ពីយើងវាយបញ្ចូលរួចហើយអាបន្លោះនេះ tick 2ហ្នឹងគឺយើងត្រូវ tick ដើម្បីថ្ងៃក្រោយគ្រាន់តែយើងចូល login ទៅយើងវាយតែ password យើងទៅគឺរួចហើយយើងចុច tick ទាំងពីរមកបន្ទាប់ពី tick ហើយអ្នកនរគ្នាធ្វើការចុច login អូខេអញ្ចឹង ID យើងបង្កើតបានជោគជ័យហើយបន្លោះនេះយើងអាចខ្វែងអញ្ចឹងអានេះគឺខ្ញុំបង្កើតបានហើយអ្នកនរគ្នាគឺខ្ញុំអាចបង្កើតបានហើយអញ្ចឹងវីដេអូនៃការបង្កើត EPS សម្រាប់ឆែកមើលពេលយើងដូរការងារឬក៏ប្រាក់អំណាចឆ្នាំអីផ្សេងគឺយើងបង្កើតតាមហ្នឹងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយអ្នកនរគ្នាកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់ខ្ញុំជារៀងរាល់សប្តាហ៍ផងដែរ